នេះជាលើកទី1ហើយដែលរឿងព្រឺព្រួយបានកាត់ឡើងចំពោះខ្ញុំឬមួយក៏ជាលើកដំបូងដែលខ្ញុំបានឃើញអ្វីដែលគួរឲ្យខ្លាចពិតប្រាកដខ្ញុំមានអាយុ12ឆ្នាំនៅពេលនោះនៅថ្ងៃច័ន្ទយើងចេញសាលារៀនម៉ោង5ល្ងាចខ្ញុំស្អប់វាខ្លាំងណាស់ព្រោះវាយឺតពេកហើយខ្ញុំក៏ត្រូវបានចាត់ឲ្យទៅសម្អាតថ្នាក់រៀនរួមជាមួយក្មេងៗដទៃទៀតក្នុងថ្នាក់របស់ខ្ញុំដែរដូច្នេះហើយអ្នកអាចរំពឹងថាខ្ញុំនៅតែនៅសាលារៀននៅម៉ោង5:30នាទីការពិពណ៌នាខ្លីៗអំពីសាលារបស់យើងខ្ញុំរៀននៅសាលាកាតូលិកឯកជនមួយហើយនៅក្បែរទីលានសាលារបស់យើងមានទ្វាររបងមួយហើយនៅខាងក្រោយនោះគឺជាកន្លែងដែលគេហៅថាគេហដ្ឋានសម្រាប់ដូនជីនិងបូជាចារ្យស្នាក់នៅវាចាស់ទ្រុឌទ្រោមនិងមានជញ្ជាំងបេតុងពណ៌ប្រផាសមនុស្សចូលចិត្តលេចលឺពាក្យចចាមអារ៉ាមថាដោយសារតែវាចាស់ខ្លាំងដូនជីមួយចំនួនបានស្លាប់នៅទីនោះថ្នាក់រៀនរបស់យើងស្ថិតនៅជាន់ទី3តាមផ្លូវដើរគឺដូចជាយ៉ដូច្នេះនៅពេលអ្នកមើលចុះក្រោមអ្នកអាចមើលឃើញទីធ្លាសាលារៀនយ៉ាងណាមិញនៅពីមុខបន្ទប់របស់យើងអ្នកអាចមើលឃើញផ្ទះដែលដូនជីនិងបូជាចារ្យស្នាក់នៅវាចាស់ទ្រុឌទ្រោមនិងមានជញ្ជាំងបេតុងពណ៌ប្រផាសមនុស្សចូលចិត្តលេចលឺពាក្យចចាមអារ៉ាមថាដោយសារតែវាចាស់ខ្លាំងដូនជីមួយចំនួនបានស្លាប់នៅទីនោះថ្នាក់រៀនរបស់យើងស្ថិតនៅជាន់ទី3តាមផ្លូវដើរគឺដូចជាយ៉ដូច្នេះនៅពេលអ្នកមើលចុះក្រោមអ្នកអាចមើលឃើញទីធ្លាសាលារៀនយ៉ាងណាមិញនៅពីមុខបន្ទប់របស់យើងអ្នកអាចមើលឃើញផ្ទះដែលដូនជីនិងបូជាចារ្យស្នាក់នៅខ្ញុំមិនដែលចាប់អារម្មណ៍អ្វីទេកាលពីពេលនោះប៉ុន្តែនៅទីបំផុតវាបានផ្លាស់ប្ដូររសៀលមួយវាងងឹតល្មមហើយខ្ញុំចាំថាវាជិតម៉ោង6ល្ងាចហើយនៅពេលនោះខណៈដែលក្មេងៗផ្សេងទៀតកំពុងសម្អាតក្នុងបន្ទប់ខ្ញុំបានចេញទៅតាមផ្លូវដើរដើម្បីសម្អាតបង្អួចរបស់យើងខ្ញុំសម្រាកហើយងាកក្រោយខ្ញុំក៏បានឃើញផ្ទះនោះខ្ញុំចង់សម្រាកហើយផ្អែកលើយ៉តាមផ្លូវដើររបស់យើងសម្លឹងមើលមេឃដែលងងឹតស្រាប់ទៅហើយពេលខ្ញុំបដូរការសម្លឹងខ្ញុំក៏មើលទៅផ្ទះនោះម្ដងទៀតហើយខ្ញុំបានឃើញអ្វីមួយនៅចំពីមុខផ្ទះរូបរាងមួយវត្ថុឬនរណម្នាក់ដែលក្របដណ្ដប់ដោយក្រណាត់សអ្នកពិតជាមិនអាចមើលឃើញអ្វីក្រៅពីតម្រង់និងពណ៌របស់វាឡើយដែលមើលទៅដូចជាមនុស្សម្នាក់គ្រាន់តែក្របដោយភួយពណ៌សខ្ញុំជ្រួញចិញ្ចើមហើយគិតថាវាចម្លែកបន្តិចខ្ញុំឮសំឡេងទ្វារបន្ទប់រៀនរបស់យើងបើកហើយងាកទៅមើលមិត្តភក្តិរបស់ខ្ញុំដែលយើងនឹងហៅថា Carrie មើលខ្ញុំខ្សឹបប្រាប់នាងហើយចង្អុលចុះទៅកន្លែងដែលខ្ញុំឃើញរូបរាងចម្លែកនោះខ្ញុំក្រឡែកមើលទៅវិញយ៉ាងលឿនប៉ុន្តែវានៅបាត់ទៅហើយនោះហើយជាពេលដែលខ្ញុំមានអារម្មណ៍ព្រឺសម្បូរខ្ញុំមិនខ្លាចទេរហូតដល់វាបាត់ទៅខ្ញុំភ្ញាក់ផ្អើលហើយបេះដូងខ្ញុំលោតញាប់វាទៅតែនៅទីនោះតើវាទៅណាមានរឿងអីនាងសួរខ្ញុំហើយខ្ញុំក៏ដកខ្លួនចេញពីគំនិតរបស់ខ្ញុំមិនចាំថាខ្ញុំបានប្រាប់នាងថាខ្ញុំបានឃើញអ្វីមួយឬខ្ញុំគ្រាន់តែធ្វេសប្រហែសនោះទេព្រោះអ្វីដែលខ្ញុំអាចចាំបានគឺការភ័យខ្លាចដែលខ្ញុំមានអារម្មណ៍ប៉ុន្តែនៅតាមផ្លូវត្រឡប់ទៅផ្ទះវិញខ្ញុំភ័យខ្លាចហើយវង្វេងស្មារតីណាស់តើវាជាអ្វីតើវាជាការយល់សប្តីរបស់ខ្ញុំមែនទេតើវាបាត់ទៅណាបានយ៉ាងលឿនបែបនេះសប្តាហ៍ក្រោយនៅពេលដែលវាជាថ្ងៃច័ន្ទម្ដងទៀតហើយខ្ញុំត្រូវបានចាត់ឲ្យទៅសម្អាតខ្ញុំបានមើលទៅកន្លែងដែលខ្ញុំបានឃើញវត្ថុនោះហើយគ្មានអ្វីទាំងអស់រហូតដល់ខ្ញុំក្រឡេកមើលទៅបង្អួចហើយបានឃើញវាម្ដងទៀតគ្មានមុខគ្មានអ្វីទាំងអស់គ្រាន់តែជារូបរាងគ្របដណ្ដប់ដោយភួយពណ៌សខ្ញុំពិតជាមិនចង់ចង្អុលប្រាប់មិត្តរបស់ខ្ញុំម្ដងទៀតទេដូច្នេះខ្ញុំគ្រាន់តែបិទមាត់ហើយរត់ត្រឡប់ចូលក្នុងថ្នាក់រៀនរបស់យើងសំឡេងដែលមិត្តភក្តិរបស់ខ្ញុំកំពុងធ្វើនៅពេលសម្អាតបានធ្វើឲ្យខ្ញុំស្ងប់ចិត្តបន្តិចរហូតមកដល់សប្តាហ៍ថ្ងៃនេះខ្ញុំនៅតែមិនដឹងថាវត្ថុនោះជាអ្វីទេប៉ុន្តែរាល់ពេលដែលខ្ញុំនឹកឃើញពាក្យចចាមអារ៉ាមអំពីផ្ទះនោះខ្ញុំតែងតែគិតថាវាអាចជាដូនជីម្នាក់ក្នុងចំណោមដូនជីដែលបានស្លាប់ទៅហើយ